សួស្តីបងប្អូនអញ្ចឹងមានបងប្អូនគាត់បានសួរខ្ញុំថាបងតើបងកាត់វីដេអូតាមកម្មវិធីគេអញ្ចឹងណានេះកម្មវិធីខ្ញុំកាត់ហ្នឹងគឺឈ្មោះ CapCut អញ្ចឹងណាអឺនឹងនេះចូលមើលក្នុងវីដេអូគឺខ្ញុំកាត់នេះច្រើនណាស់នេះណៃពេលយូរមកបានកាត់មកវីដេអូអញ្ចឹងកុំភ្លេចជួយគ្រប់គ្រងផងណាគ្នាហើយតែឆ្លាញ់ខាងហ្នឹងក៏ទិញជា app Pro version ពេលប្រើ Pro version វាអត់ load ad អីញ៉ៃៗនេះខ្ញុំទិញឡើងមួយឆ្នាំអញ្ចឹងតទៅឆ្នាំក្រោយបាយ11ខែ5បានវាដល់កំណត់អញ្ចឹងណាគេទិញខែខាត់ប្រើឲ្យមានអារម្មណ៍ថាវាស្រួលខ្លួនជាងមុនតែមុនតបតែប្រើរបស់ free load ad លោអីច្រើនញ៉ៃដល់ពេលប្រើរបស់ទិញទៅវាអត់ load ad អញ្ចឹងណាវាស្រួលប្រើអត់ញ៉ៃច្រើនប៉ុន្តែអ្វីដែលខ្ញុំរៀងទៅផ្ទាល់ចិត្តតិចគឺថង CapCut វាអត់មាន font ខ្មែរដូចពេលអ្នកនេះហោះឥឡូវសេជាអក្សរអញ្ចឹងដាក់ text add text សេអក្សរខ្មែរវាអត់ស្មើជួយសួស្ដីអញ្ចឹងអ្នកឃើញអក្សរហ៎អក្សរវាអត់ស្មើអក្សរសស្អួរនៅខាងស្ដាំទៅសចឹងដល់នៅខាងលើចឹងទៅជាសួរសតអីវិញទៅវិញអូខេអញ្ចឹងនឹងខ្ញុំប្រាប់អ្នកគ្នាអំពីរបៀបដាក់អក្សរខ្មែរនៅលើ CapCut និយាយអ្នកគ្នាទីមួយយើងអ្នកគ្នាចូល line font នេះ line font ហ្នឹងវាមានកន្លែងពាក្យថា my font ហ្នឹងគឺយើងត្រូវ add font ក្នុងខ្សែរបស់យើងអញ្ចឹងណាអូខេទីមួយយើងប្រាប់ពី download font សិន download font អស់ហ្នឹងគឺយើងត្រូវចូលមក Google សិនអញ្ចឹងយើង search វាថា Lemon Font Download នេះដូចខ្ញុំនិយាយអញ្ចឹង Lemon Font Download អូខេចឹងបងប្អូនចុងក្រោមមកអ្នកឃើញមានគេដាក់ពាក្យ Lemon F1 My Font ទៅលើហ្នឹងមកមានពាក្យ download ចុច download មកវា download ឲ្យយើង download មកហើយអូខេពេល download ហើយអ្នកគ្នាសួរថាដាក់ font វាមិន download ហើយយើងចុចពាក្យថា add មកយើង load ចូល my font ហើយយើង search រក font ដែលយើងបាន download ហ្នឹងយើងរក file យើង download ហ្នឹងមក my file download នៅណាអញ្ចឹងណាឃើញ font នេះបញ្ជាក់ font មួយណា font មួយហ្នឹងមកតែនេះខ្ញុំ download ច្រើន font មាន data មួយទេ font វាដូច font នៅ PC ដែរ copy យកដាក់មកក៏បានដែរអូខេនៅពេលដែលយើង add font ហើយគឺវានឹងជាប់ like នេះមានអីគឺខ្ញុំដាក់ច្រើនបានវាជាប់ច្រើនអញ្ចឹងវា add មួយវាចូលមួយអញ្ចឹងណាអញ្ចឹងយើងសេអក្សរហើយសួស្ដីអញ្ចឹងណាហើយមិនក៏វានៅតែលុបតែដែរវាអត់ចេញទេតើយើងចូលទៅ convert វាសិនអញ្ចឹង convert វាមិនយើងចូលមក Google ដែរយើងចុចឲ្យពាក្យថា convert legacy and ទៅជា Unicode ក៏បានដែរឬក៏យើងអត់ឃើញទេយើងអាច search តាម Google មកទៅយើង search ពាក្យថា Lemon Font Converter មកនេះនៅលើគេអ្នកនេះ Lemon F1 Converter ហ្នឹងចុចលើហ្នឹងមកអូខេហើយយើង select យកពាក្យថា Unicode to Legacy យ៉ាងនេះត្រូវណានិយាយអត់នេះបានត្រូវអញ្ចឹងយើងវាយមកយើងសួស្ដីហើយយើងចុច enter មកនេះអ្វីយើងត្រូវ copy គឺ copy background នេះហើយខ្ញុំ select ហ្នឹងពេលយើងវាយច្រើនវានឹង load មកវិញគឺ copy អាពាក្យហ្នឹងមកឥឡូវសួស្ដីយើង save បានច្រើនតិចអ្នកទាំងអស់គ្នាទៅអូខេអញ្ចឹងឃើញវាវែងអញ្ចឹងយក copy អាហ្នឹងអក្សរញ៉ៃៗហ្នឹងយើងមើលឃើញអក្សរថាអក្សរខ្មែរទេតែយើង copy តែ copy អាហ្នឹងយកដាក់នេះក៏ផ្លិចselect យកfont យើងរើសមកណាបើយក select យក font ទេវា load ទៅជាអក្សរញ៉ៃៗហើយអញ្ចឹងយើងលុបអាចាស់មកយើងផាសលើហ្នឹងមកហាមកចេះនេះឃើញទេគឺជាអក្សរខ្មែរស្មើជួរអញ្ចឹងយើងចង់លេង font យើងចង់ដាក់អក្សរយើងចង់ដាក់ពណ៌ដាក់អីណាចិត្តរបស់យើងដាក់ style ដាក់អីអញ្ចឹងណាដូចជាដាក់ style ចេះ
ចែកអញ្ចឹងណាឃើញវាស្អាតដែរវាអត់មានដាច់ជើងទេអូខេអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណច្រើនអ្នកនរគ្នាបើសិនជាបងប្អូនមានចម្ងល់អ្វីចង់ខ្ញុំជួយ search រកឲ្យគឺពួកខ្ញុំនៅក្រៅមកខ្ញុំនឹងព្យាយាម search រកដំណោះស្រាយផ្សេងៗដើម្បីឲ្យបងប្អូនមានភាពងាយស្រួលអញ្ចឹងណាហើយខ្ញុំនឹងធ្វើជាវីដេអូឲ្យបងប្អូនបញ្ជាបងប្អូនអរគ្នាអរគុណច្រើនបាយបាយជួបគ្នាវីដេអូបន្តបាយបាយ